បានជារងចាំរហូតដល់ពេលនេះម្ចាស់កត្រីចាប់តាំងពីអ្នកមានទំនុកចិត្តខ្លាំងហើយអ្វីមិនមកសាកល្បងវាមើលប្រសិនបើអ្នកឈ្នះអ្នកនឹងក្លាយជាវីរបុរសនៃ Grand Summer ដោយធម្មជាតិប៉ុន្តែប្រសិនបើអ្នកចាញ់អ្នកនឹងត្រូវរៀបការជាមួយនគរមាសក្នុងនាមជាភរិយាតើអ្នកហ៊ានទទួលយកទេហេតុអ្វីខ្ញុំមិនព្រមប៉ុន្តែប្រសិនបើខ្ញុំឈ្នះអ្នកនឹងលុតជង្គង់នៅចំពោះមុខ Sancho Martin សូមទោសចំពោះការផាកពិន័យអមតៈខ្ញុំសូមថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងទ្រង់ជាស័ក្តិសិទ្ធិអ្នកលីណាកុំធ្វើប្រងើយកន្តើយនេះអាចបញ្ចប់យ៉ាងអាក្រក់លីណាសូមត្រឡប់មកវិញជាខ្ញុំចោះទុកឲ្យខ្ញុំសាកល្បងអ្នកចោះទាហាន151 212នាក់14នាក់ម្នាក់ដឹកស្បៀងអាហារចំនួន28តើស្បៀងអាហារសរុបប៉ុន្មានខ្លួនឯង51គ្រួសារ Stevenson គុណនឹង28 4 235 792វត្ថុនេះអាចនិយាយបានហើយការកញ្ញារបស់វាគឺច្បាស់លាស់ណាស់វាត្រឹមត្រូវតើរឿងនេះអាចទៅរួចដោយរបៀបណាវាពិតជាមានវិញ្ញាណមែនវត្ថុបុរាណអមតៈនេះពិតជាអស្ចារ្យណាស់វិញ្ញាណគ្មានអារម្មណ៍ទាំងស្រុងឆ្ងាយដូចព្រះលីណាប្រកាសជាត្រូវបានប្រទានពរដោយអមតៈនេះអស្ចារ្យណាស់គិតថាវត្ថុ Celestial បែបនេះមាននៅក្នុងโลกនេះស្ថានសួគ៌ពិតជាបានបើកភ្នែកខ្ញុំមែនដោយមិនគិតពីថាតើវត្ថុចម្លែកនេះពិតឬคล้ายនោះទេយើងពិតជាមិនអាចអនុញ្ញាតឲ្យព្រះនាងបន្តប្រើប្រាស់វាបានទេតើវត្ថុបុរាណអមតៈបែបនេះអាចមាននៅក្នុងโลกនេះដោយរបៀបណានាងប្រហែលជាកំពុងតែបោកប្រាស់ហើយប្រសិនបើអ្នកមានសមត្ថភាពខ្លាំងម្ល៉េះផ្ដល់ឲ្យយើងនៅបញ្ហាដ៏លំបាកមួយចូលយើងមើលថាតើវាពិតជាអាចធ្វើអ្វីបានបើនោះជាអ្វីដែលអ្នកចង់បានខ្ញុំនឹងបង្ហាញអ្នកពីព្រះនាងមើលពីរបៀបដែលខ្ញុំនឹងធ្វើឲ្យពួកគេចាញ់មុនពេលសមរភូមិចាប់ផ្ដើមព្រះនាងតើខ្ញុំអាចខ្ចីវត្ថុបុរាណអមតៈបានទេRobin Howell តើអ្នកកំពុងធ្វើអ្វីព្រះនាងម្ចាស់កត្រីម៉ារបស់អ្នកដែលជាវត្ថុបុរាណអមតៈត្រូវបានខូចហើយអ្នកឯងឆ្កែកំសាកតើអ្នកហ៊ានបំផ្លាញវត្ថុបុរាណអមតៈរបស់អ្នកដោយរបៀបណាអ្នកបានធ្វើឲ្យខ្ញុំខឹងសម្បាជនអាក្រក់ក្បត់ជាតិដែលខ្ញុំទើបតែចេញវាបានបាក់បន្ទាប់ពីដួលតែមួយដងវាគ្មានអ្វីក្រៅពីសម្រាមមួយដុំទេហើយអ្នកហៅវាថាជាវត្ថុបុរាណអមតៈវត្ថុបុរាណអមតៈអ្វីវាគ្រាន់តែជារឿងកំប្លែងមួយប៉ុណ្ណោះព្រះនាងវត្ថុបុរាណអមតៈត្រូវបានខូចការប្រកួតចិត្តចាប់ផ្ដើមហើយយើងប្រកាសជាចាញ់ឥឡូវនេះតើវត្ថុបុរាណអមតៈអាចបរាជ័យយ៉ាងដូចម្តេចទេមុនពេលការប្រកួតចាប់ផ្ដើមខ្ញុំត្រូវតែទៅសុំជំនួយពីលោកម្ចាស់ដើម្បីជួយសង្គ្រោះចៅប្រុសរបស់ខ្ញុំអ្នកទាំងអស់គ្នាគ្រាន់តែរងចាំខ្ញុំនឹងរកនរណាម្នាក់មកជួសជុលវត្ថុបុរាណអមតៈ